រីដល់សោភៀម្នាក់បើកបរយន្តបញ្ច្រាស់ទិសមកបុកជាមួយនឹងម៉ូតូនិចយ៉ាងពេញទំហឹងដែលបណ្ដាលឲ្យភាគីខាងម៉ូតូនិចខាងលើនេះគឺរងរបួសយ៉ាងដំណំហើយមីអូនជិះម្នាក់ដែរឡានមីខ្ញុំទៅម្នាក់ឯងតាបងហើយខ្ញុំចង់បត់ទៅនេះប៉ុន្តែពេលដែលខ្ញុំបត់មកគឺគាត់បើកបុកខ្ញុំមិនដឹងអត់ហើយលើកទី1ដែលខ្ញុំបើកនៅក្នុងពេញហ្មងបងហើយអូនជិះម្នាក់មិញហ្នឹងអូនជិះម្នាក់ជិះម្នាក់ឯងទេហើយពេលហ្នឹងមានដឹងថាបច្ចេកអត់អូនពេលហ្នឹងពេលនោះមានដឹងបច្ចេកហ៎ខ្ញុំអត់ដឹងដែរព្រោះដោយសារខ្ញុំជិះលើកទី1លើកទី1ហើយប៉ុន្តែអូនដែរបើកបរតាមផ្លូវនឹងអត់ពីមុនមកអត់ដែរទេបាទហើយគាត់អត់ដឹងថាខ្លួនឯងនឹងបើកបច្ចេកទេបាទគឺគាត់បើកចេញមកពីពាក្យកាលម៉ែត្រហ្នឹងបាទនេះថាគាត់ឡើងមកត្រង់ភ្លឹងតែម្ដងបាទជួនគ្រូមីងគាត់ជិះម៉ូតូមានគ្នាប្រហែលទេ2នាក់អត់អីទេប៉ុន្តែខ្ញុំដោះស្រាយនេះហើយទទួលការរ៉ាប់រងលើពួកគាត់ទាំងអស់ណាគាត់រងរបួសម្នាក់ទេមីងអត់មានរងរបួសអីទេបងអត់មានត្រូវអីទេតែពេលនោះអូនបើកមកនោះអូនអត់ដឹងថាឡានអូនបើកបច្ចេកទេខ្ញុំដឹងថាខ្ញុំបើកមកខាងនេះប៉ុន្តែខ្ញុំអត់ដឹងថាម៉ូតូគាត់បុកខ្ញុំទេព្រោះម៉ូតូគាត់គឺបុកខ្ញុំហ្មងចាបងអូនសងពួកគាត់មិនទេខ្ញុំសងគាត់200សងគាត់200ឥឡូវគាត់ខ្ញុំទទួលយកសំណងហ្នឹងហើយមានអីសុំទោសទៅកាន់ជនរងគ្រោះហើយក៏ខ្ញុំសុំទោសគាត់ដែរដែលសារតែមិនអាចម៉ូតូគាត់បានទេព្រោះយើងវិជ្ជាហ្នឹងហើយគាត់ខ្ញុំ70គាត់30បាទនេះគឺជាមួកសុវត្ថិភាពរបស់ជនរងគ្រោះនេះគឺស្រីមួយប្រុសមួយបាទប្រិមិត្តគឺអត់មានអត់បត់ទៅខាងស្ដាំទេគឺគាត់បត់មកឆ្វេងបាទតែមកដល់ឲ្យបុកទៅលើម៉ូតូនិចដែលគាត់បានជិះស្របទិសរបស់គាត់បាទដែលមកដល់ឲ្យរងរបួសគឺ2នាក់ម៉ូតូនិចគឺរងការខូចខាតផ្នែកខាងមុខនៃម៉ូតូនឹងគឺថាយ៉ាងដំណំគឺថាបាក់ក៏បាំងនឹងខ្ទេចខ្ទីហើយបាទហើយនឹងរថយន្តរីទំនើប Toyota Rai ខាងលើនឹងគឺបែកកាងគឺបាក់បែកស្តុបខ្ទេចខ្ទីតែម្ដងប្រិមិត្តទឹកយិនសិនម៉ៃអ៊ីជាផលិតផលកូរ៉េសុទ្ធ 100% ជួយទៅដល់បងប្អូនដែលមានបញ្ហាសុខភាពដូចជាកម្លាំងចុះខ្សោយគេងពុំសូវលក់ចុះក្រួយតាមសន្លាក់ចឹងឧស្សាហ៍ឈឺក្បាលវិលមុខគ្រុនកោសខ្យល់ញឹកញាប់ពិបាកបត់ជើងនិងបញ្ហាសុខភាពជាច្រើនទៀតជីវទឹកយិនសិនម៉ៃអ៊ីថ្ងៃនេះក៏ដូចជាចូលជាតំណាងលក់អាចទំនាក់ទំនងតាមរយៈ Page និង Telegram នៅខាងក្រោមនេះបាទគ្រប់ជម្រាបសួរទៅកាន់ប្រិមិត្តទូទាំងជនជាទីគោរពក្នុងគណៈវេលាម៉ោង11ជាងយប់ត្រូវនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025ខ្ញុំអធិពលរួមនឹងក្រុមការងាររបស់ TP News កំពុងតែធ្វើសេចក្តីរាយការណ៍ដែលស្ថិតនៅនឹងក្បែរនឹងរង្វង់មូលគួយកណ្ដុងដែលស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញគឺយើងទទួលបាននៅករណីគ្រោះថ្នាក់ចរាចរណ៍ដោយនារីដ៏សុភាពម្នាក់គឺបើកបរយន្តបញ្ច្រាស់ទិសបាទមកបុកជាមួយនឹងម៉ូតូនិចយ៉ាងពេញទំហឹងដែលបណ្ដាលឲ្យភាគីខាងម៉ូតូនិចខាងលើនេះគឺរងរបួសយ៉ាងដំណំបាទគឺចំនួន2នាក់ប្រិមត្តទូទាំងជនដោយប្រិមបានឃើញនៅទិដ្ឋភាពជាក់ស្ដែងហើយយើងមិនដឹងថាតើគាត់បើកបរដែលថាគាត់បើកបរហ្នឹងគឺគាត់ដឹងថាបើកបរហ្នឹងគឺបញ្ច្រាស់ទិសឬមួយក៏អត់ទេប្រិមត្តទូទាំងជនយើងទៅគាត់បើកបរមកអញ្ចឹងមកប្រិមត្តហើយនេះវាអត់មានអីត្រូវតែបត់ចូលទេបាទគឺគាត់បើកមកត្រង់ឆ្កុយតែម្ដងបាទមិនដឹងថាគាត់តែស្គាល់ផ្លូវច្បាស់ឬក៏មិនច្បាស់ទេបាទឥឡូវយើងទៅធ្វើការសាកសួរគាត់បន្តិចជុំវិញហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឆ្នៃបងសួរទាំងមុនពីកាត់ហត់អូនចេញមកពីណាពីក្នុងពេលហ្នឹងបងពេលហ្នឹងមកខ្ញុំចេញមកពីអាឡៃនេះអាឡៃពេទ្យកាម៉ែត្រនេះហើយខ្ញុំចង់បត់ទៅនេះប៉ុន្តែពេលដែលខ្ញុំបត់មកគឺគាត់បើកបុកខ្ញុំមិនដឹងអត់អូចាហើយលើកទី1ដែលខ្ញុំបើកនៅក្នុងពេញហ្មងបងហើយអូនជិះម្នាក់មិញហ្នឹងអូនជិះម្នាក់ជិះម្នាក់ឯងទេហើយពេលហ្នឹងមានដឹងថាបច្ចេកអត់អូនពេលហ្នឹងពេលនោះមានដឹងបច្ចេកហ៎ខ្ញុំអត់ដឹងដែរព្រោះដោយសារខ្ញុំជិះលើកទី1បងលើកទី1ហើយប៉ុន្តែអូនដែរបើកបរតាមផ្លូវនឹងអត់ពីមុនមកអត់ដែរទេហើយមិញដែរជនរងគ្រោះមិញគាត់ដែរជិះម៉ូតូមានគ្នាប្រហែលអ្នកទេ2នាក់អត់អីទេប៉ុន្តែខ្ញុំដោះស្រាយនេះហើយអញ្ចឹងអូនដែរទទួលការរ៉ាប់រងលើពួកគាត់ទាំងអស់ណាចាមិញគាត់រងរបួសប្រហែលអ្នកដែរមិញអត់មានរងរបួសអីទេបងអត់មានរបួសទេអត់មានត្រូវអីទេត្រូវតែម៉ូតូទេយ៉ាងគាត់ត្រូវតែម៉ូតូហើយមិញអូនជិះម្នាក់ដែរឡានមិញខ្ញុំទៅម្នាក់ឯងតាបងតែម្នាក់ឯងទេនៅពេលនោះអូនចេញពីពាក្យកាលម៉ែត្រនេះចាបងហើយគោលបំណងទៅណាដែរនៅពេលនោះគោលបំណងទៅទូកកបងទៅទូកកផ្ទះអញ្ចឹងបានផ្ទះយើងនៅទូកកចាបងពេលអញ្ចឹងបានតែពេលនោះអូនបើកមកនោះអូនអត់ដឹងថាឡានអូនបើកបច្ចេកទេខ្ញុំដឹងថាខ្ញុំបើកមកខាងនេះប៉ុន្តែខ្ញុំមិនដឹងថាម៉ូតូគាត់បុកខ្ញុំទេព្រោះម៉ូតូគាត់គឺបុកខ្ញុំហ្មងចាបងម៉ូតូតែខ្ញុំមិនចង់មែនរឿងវែងឆ្ងាយទេព្រោះឥឡូវខ្ញុំដោះស្រាយគ្នាហើយខ្ញុំដោះស្រាយហើយណាអូនសងពួកគាត់មិនដែរខ្ញុំសងគាត់200សងគាត់200ឥឡូវគាត់ព្រមទទួលយកសំណងហ្នឹងហើយចាបងអូខេហ្នឹងហើយអូនមានត្រូវរបួសឲ្យកន្លែងណាអត់មានទេបងអត់មានទេហើយគាត់ក៏អត់ត្រូវហើយខ្ញុំក៏អត់ត្រូវដែរអូខេចាបងចាណែសម្រាប់តែបើទៅគឺនៅក្នុងហេតុការណ៍នេះគឺបងអូនទទួលកំហុសឆ្គងរបស់បងអូនដែលបើកបច្ចេកហ្នឹងអូនមានអីផ្ដាំផ្ញើគឺបងក៏មានការសំណូមពរទៅកាន់បងប្អូនយើងផ្សេងទៅកុំឲ្យបើកបោខុសច្បាប់ដូចជាបងអូនហ្នឹងហើយខ្ញុំចង់ប្រាប់គាត់ថាបើសិនជាគាត់អត់ទាន់បើកច្បាស់នៅក្នុងពេញទេគាត់មិនបាច់ចាំបើកដូចខ្ញុំទេ
បាទ ចា លោកអូនមានអីសុំទោសទៅកាន់ជនរងគ្រោះ ហើយក៏ខ្ញុំសុំតគាត់ដែរដែលសារតែមិនអាចបន្ទោគាត់បានទេ បាទព្រោះយើងពិជ្រះ ហ្នឹងហើយគាត់70ខ្ញុំ70គាត់30 បាទប្រិមត្តទូទាំងជនយើងដោយនារីដ៏សសភាម្នាក់គឺគាត់បើកនៅរថយន្តស៊េរីទំនើបគេថាតូយតារ៉ៃបាទគឺបានបើកបញ្ច្រាស់មកហ្នឹងគឺបានមកបុកគ្នាជាមួយនឹងម៉ូតូនិចដែលបណ្ដាលឲ្យជនរងគ្រោះ2នាក់គឺរងរបួសប៉ុន្តែរងរបួសស្រាលទេប្រិមត្តទូទាំងជនយើងបាទនៅត្រង់នឹងចំណុចនឹងទីតាំងកន្លែងកើតហេតុខាងលើនេះនៅក្បែរនឹងរង្វង់មូលហើយគួយកណ្ដុងនេះផ្ទាល់តែម្ដងហើយដូចប្រិយបានឃើញនៅទស្សនវិជ្ជាស្ដែងហើយបងអូនស្រីគាត់ព្រមទទួលនៅកំហុសឆ្គងរបស់គាត់ដែលគាត់ហើយបានបើករថយន្តបញ្ច្រាស់មកបុកគ្នាជាមួយនឹងម៉ូតូដែលគាត់បានបញ្ជាក់ថាគឺគាត់លើកទី1ហើយបាទហើយគាត់អត់ដឹងថាខ្លួនឯងហ្នឹងបើកបញ្ច្រាស់ទេបាទគឺគាត់បើកចេញមកពីពាក្យកាលម៉ែត្រហ្នឹងបានន័យថាគាត់ឡើងមកត្រង់ភ្លឹងតែម្ដងបាទគឺអត់មានអត់បត់ទៅខាងស្ដាំទេគឺគាត់បត់មកឆ្វេងបាទតែមកដល់ឲ្យបុកទៅលើម៉ូតូនិចដែលគាត់បានជិះស្របទិសរបស់គាត់បាទដែលមកដល់ឲ្យរងរបួសគឺ2នាក់បាទប៉ុន្តែគឺថារបួសហើយស្រាលដែរទេប៉ុន្តែគាត់ព្រមចេញសងនៅសំណងដែលថ្លៃការខូចខាតហ្នឹងគឺចំនួន$200ដើម្បីធ្វើការបញ្ចប់រឿងប្រិមត្តទូទាំងជនអញ្ចឹងគឺរថយន្តតូយតារ៉ៃខាងលើនេះគឺពាក់ស្លាកលេខភ្នំពេញពី BU 4877ប្រិមិត្តហើយចំណែកម៉ូតូនិចនេះគឺត្រូវបានម្ចាស់បកតហ្នឹងគឺយកបាទខាអាវហ្នឹងគឺថាបាំងស្លាកលេខហើយបាទគឺគាត់ខ្លាចថតស្លាកលេខរបស់គាត់ប្រិមិត្តទូទាំងជនយើងបាទអូនេះស្លាកលេខម៉ូតូហើយប្រិមិត្តបាទភ្នំពេញកណ្ដាល 1AA បាទ71 17ប្រិមត្តទូទាំងជនបាទគឺគាត់បើកបរដែលបានន័យថាគាត់បើកបរស្របទិសរបស់គាត់ធម្មតាទេប៉ុន្តែអ្វីដែលជាខុសហ្នឹងគឺរថយន្ត Toyota Rai ខាងលើនេះបើកបរទៅដោយនារីដ៏ស្រស់សុភាហ្នឹងគឺមកបុកទៅលើម៉ូតូដែលបណ្ដាលឲ្យរងរបួសបាទ2នាក់បាទប៉ុន្តែរងរបួសស្រាលដែរទេប្រិមត្តទូទាំងជនបាទប្រិមត្តអញ្ចឹងម៉ូតូនិចបងប្អូនបានឃើញគឺរងការខូចខាតផ្នែកខាងមុខនៃម៉ូតូហ្នឹងគឺថាយ៉ាងដំណំគឺថាបាក់ក៏បាំងហ្នឹងខ្ទេចខ្ទីហើយបាទហើយនឹងរថយន្តស៊េរីទំនើប Toyota Rai ខាងលើហ្នឹងគឺបែកកាងគឺបាក់បែកស្តុបតិចទីតែម្ដងប្រិមត្តទូទាំងជនហើយនេះគឺជាមួកសុវត្ថិភាពរបស់ជនរងគ្រោះទាំងពីរនាក់ថារងរបួសស្រាលទេគឺស្រីមួយប្រុសមួយបាទប្រិមត្តតែជនយើងឥឡូវនេះយើងសូមធ្វើការបិទបញ្ចប់នៅការផ្សាយត្រឹមនេះហើយសំណូមពរបងប្អូនយើងទាំងអស់គ្នាសូមមេត្តាកុំបើកបរបញ្ច្រាស់ទិសបែបនេះហើយគឺខុសច្បាប់បាទសូមឲ្យបងប្អូនយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាខ្ញុំបាទទេប៉ុនធ្វើសេចក្តីរាយការណ៍សូមអរគុណសូមគោរពលាបញ្ហាគេងមិនសូវលក់ពិសាបាញ់មិនសូវបានឧស្សាហ៍វិលមកឃើញធងខ្សោយកម្លាំងហើយបងប្អូនខ្លះទៀតឧស្សាហ៍កុសខ្យល់ញឹកញាប់ឧស្សាហ៍ធ្វើទុកក្រពះពុះវៀនបត់ជើងពុំសូវទៀងទាត់ហើយពិសេសសម្រាប់បងប្អូនស្ត្រីដែលរដូវមកពុំសូវទៀងសូមបង្ហាញជូនបងប្អូននៅផលិតផលសុទ្ធពីប្រទេសកូរ៉េដែលមានប្រសិទ្ធភាព 100% គឺទឹកយិនសិនម៉ាក់អ៊ីគឺជាផលិតផលដែលទទួលស្គាល់ដោយ FDA របស់សហរដ្ឋអាមេរិកមានការធានារ៉ាប់រងពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung មានទទួលស្គាល់ដោយ GMP ធានានូវគុណភាពផលិតដោយស្តង់ដាររួមទាំងមានការទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េរួចរាល់ក្នុងមួយកេសមាន30កញ្ចប់ពុកម៉ែបងប្អូនអាចពិសាបានរយៈពេលពេញមួយខែរីឯតម្លៃត្រឹមតែ$38ប៉ុណ្ណោះថែមជូនថ្នាំដុសធ្មេញយិនសិនមួយទីបរបស់កូរ៉េរួមទាំងហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា